នៅថ្ងៃទី26មីនាឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចបញ្ចប់មុខតំណែងលោកហែមគីមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុឲ្យមកនៅជាមន្ត្រីសាលាស្រុកធម្មតាពលមិនមានការដាក់ទោសអ្វីផ្សេងទៀតឡើយការសម្រេចបញ្ចប់តំណែងលោកហែមគីមសាទធ្វើឡើងបន្ទាប់ពីលោកបានយកប្រាក់ចំនួន$360ពីប្រជាពលរដ្ឋដែលទៅកែតម្រូវសម្បត្តិកំណើតនៅសាលាស្រុកតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមបន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្ដឹងតាមបណ្ដាញសង្គម Facebook ពីគណនីឈ្មោះឈីងសុកលីដែលចុះផ្សាយពីឈ្មោះហែមគីមសាទទទួលប្រាក់ចំនួន$360ជាថ្នូរនឹងការកែតម្រូវសម្បត្តិកំណើតរបស់ពលរដ្ឋឈ្មោះឈីងសុកលីរស់នៅភូមិអូពពែលឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមមករដ្ឋបាលខេត្តបានចាត់ឲ្យក្រុមការងារចុះសិក្សាស្រាវជ្រាវនិងបានរកឃើញថាគឺពិតជាមានរឿងខាងលើប្រាកដមែនភ្លាមក្រោយរកឃើញករណីបែបនេះរដ្ឋបាលខេត្តកំពង់ចាមបានសម្រេចរៀបចំបែបបទបញ្ចប់មុខតំណែងលោកហែមគីមសាទពីប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុឲ្យមកនៅត្រឹមជាមន្ត្រីសាលាស្រុកកងមាសធម្មតាតែទន្ទឹមគ្នានេះរដ្ឋបាលស្រុកកងមាសក៏ត្រូវតាមដាននិងត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទីភារកិច្ចរបស់លោកហែមគីមសាទហើយក្នុងករណីដែលមានការប្រព្រឹត្តកំហុសឆ្គងបន្តទៀតគឺត្រូវមានវិធានការតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលជុំវិញករណីខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈអ្នកនាំពាក្យលោកសុយច័ន្ទវិចិត្របញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃទី27មីនានេះថាមន្ត្រីរដ្ឋបាលស្រុកកងមាសឈ្មោះហែមគីមសាទបានទទួលរងទណ្ឌកម្មខាងវិន័យរួចរាល់ហើយដោយមានការផ្លាស់ប្តូរតំណែងភារកិច្ចប៉ុន្តែលោកសុយច័ន្ទវិចិត្រមិនអាចបញ្ជាក់ពីវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយបន្តទៀតបែបណានោះទេនិងថាវាជាកិច្ចការផ្ទៃក្នុងដែលត្រូវរក្សាការសម្ងាត់របស់អង្គភាពគួររំលឹកថាគិតចាប់តាំងពីដើមឆ្នាំ2025មកអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវចំនួន2នាក់ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀននិងល្បែងស៊ីសងចំណែកកាលពីចុងឆ្នាំ2024 ACU បានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយតាក់ទងនឹងការសោកប៉ាន់រត់ការចង់បានតំណែងតាមរយៈលោកលីសាមេតក្នុងនោះមានឈ្មោះកនសុកកាយអតីតអភិបាលស្រុកលវីអែមខេត្តកណ្ដាលដែលបានចំណាយប្រាក់ចំនួន$30,000និងអភិបាលរងខេត្តពោធិ៍សាត់ឈ្មោះឡាយវិសិទ្ធដែលបានបង់ប្រាក់$57,000ទៅឲ្យលោកឡាចសំរោងនិងលោកលីសាមេតដើម្បីបានតំណែងណាមួយគូបញ្ជាក់ថាអំពើពុករលួយនៅកម្ពុជាបន្តជាបញ្ហាស្មុគស្មាញមួយដែលតម្រូវឲ្យមានការធ្វើកំណែទម្រង់ជាចាំបាច់របាយការណ៍ឆ្នាំ2024របស់អង្គការដំឡាភិបកម្ពុជាបង្ហាញថាកម្ពុជាបន្តស្ថិតនៅលេខរៀង153ក្នុងចំណោម180ប្រទេសក្នុងនាមជារដ្ឋដែលមានអំពើពុករលួយគួរឲ្យកត់សម្គាល់